រៀនធ្វើវីដេអូបែបនេះបានយ៉ាងងាយស្រួលនៅលើ app CapCut មួយខ្ញុំទាំងអស់គ្នាអ្នកទាំងអស់គ្នាបើក app CapCut មកចូលទៅយករូបភាពដែលអ្នកទាំងអស់គ្នាបានថតរួចរាល់ជារូបភាពស្លឹកបាទអញ្ចឹងអ្នកទាំងអស់គ្នាមានចំនួនប៉ុន្មានស្លឹកយកវាដាក់ចូលមកបាទធ្វើការ add មកអញ្ចឹងខ្ញុំបានយករូបភាពចំនួន4ទៅ5ស្លឹកនេះចូលមកហើយអ្វីដែលអ្នកទាំងអស់គ្នាត្រូវធ្វើអ្នកទាំងអស់គ្នាត្រូវតែមកព្រមនីតិនេះឲ្យនៅសល់ត្រឹម4ទៅ5បានហើយខ្ញុំយក4ណាអញ្ចឹងនេះជារូបភាពអញ្ចឹងខ្ញុំយក4គ្រប់រូបភាពហ្នឹងបាទហើយបន្ទាប់មកទៀតខ្ញុំយក4ទៀតបាទ4S 4 second 4បាទអានេះ4ដែរហើយចុងក្រោយខ្ញុំទុកវាត្រឹម1អញ្ចេះបាទហើយអ្វីដែលខ្ញុំត្រូវធ្វើគឺខ្ញុំបរិចវាធំចេះវិញដើម្បីងាយស្រួលក្នុងការដាក់នៅ sound effect បាទអញ្ចឹងយើងចូលទៅយក sound effect បាទអញ្ចឹង sound effect ឈ្មោះpop បាទយើងវាយ pop មកហ្នឹងហើយអញ្ចឹងអ្នកនរគ្នារើសយកមួយណាមកនេះយើងយកវាមកហើយបន្ទាប់មកទៀតយើង duplicate វាមកបាទហើយយើងដាក់ឲ្យចំធ្នេរឡើយនេះអូខេហើយយើង duplicate វាទៀតដាក់ឲ្យចំធ្នេរឡើយហ្នឹងហើយយើង duplicate វាទៀតបាទវាអត់ត្រូវយើងកិលមក duplicate វាទៀតអូខេ duplicate វាទៀតប្រសិនបើអ្នកទាំងអស់គ្នាចង់ចេះកាត់តវីដេអូនៅលើទូរស័ព្ទដៃបានច្បាស់អាចចូលទៅឆែកព័ត៌មាននៅក្នុង comment បាន